ខ្ញុំសូមជម្រាបសួរទៅដល់បងប្អូនខ្មែរទាំងអស់គ្នាដែលនៅក្នុងបណ្ដាញ Facebook ឥឡូវនេះខ្ញុំបានឃើញវីដេអូមួយនៅក្នុង Facebook ដែលខ្ញុំត្រាំបានខ្ញុំចង់ឲ្យបងប្អូនខ្មែរស្ដាប់បន្តិចខ្ញុំយល់ថាបងប្អូនខ្មែរខ្លះបានឃើញវីដេអូនេះហើយពូនេះគាត់អាក្រក់ណាស់ឃើញទេបងប្អូនអាក្រក់ណាស់ដើរលៀបពណ៌គេដើរមួយបង្កាច់គេនិយាយពាក្យអីដែលថាមិនពិតសោះសូមបងប្អូនខ្មែរជំជឿគាត់និយាយឲ្យសោះឃើញទេគាត់និយាយមូលបង្កាច់ទេមុខមាត់អាក្រក់ពីក្នុងដល់ក្រៅណាពូឯងល្មមបានហើយនិយាយហ្នឹងប្រហែលនិយាយនៅក្នុងឡានជួមជួនហ្នឹងឡានបុកងាប់ផងមិនដឹងផងហើយនេះជាវីដេអូប្អូនប្រុសម្នាក់តែគាត់ស្នេហាជាតិគាត់មិនចង់ឲ្យទឹកដីខ្មែរបាត់រលីងទៅយួនទេខ្ញុំយល់ថាបងប្អូនខ្មែរបានស្គាល់ប្អូនប្រុសម្នាក់នេះក៏ល្អសូមបងប្អូនខ្មែរចាំស្ដាប់គាត់និយាយអានេះគឺកម្រិតថោកទាបរបស់ពួកបុគ្គលមួយចំនួនដែលវាអស់នៅណាគឺគណៈកម្មការជំនុំជម្រះស្មារតីចោលទេព្រោះឯការពីប្រហែលខែមុននៅពេលដែលវាគេផានភ្លើងฟ้าវាឡើងវាហ្នឹងវាព្រាដានដល់មេធំរបស់គណៈកម្មការជនអញ្ចឹងគេទាត់ក្បាលវាចោលអញ្ចឹងវាអត់មានអីធ្វើទេថ្ងៃនេះវាកំពុងតែរីរោគគ្រប់មធ្យោបាយទាំងអស់ដើម្បីសារឡើងវិញបន្តពីវាបាត់មុខបាយទៀតហ្នឹងហើយបងអូនប្រុសហ្នឹងគាត់ល្អណាស់គាត់មនុស្សស្នេហាជាតិម្ល៉េះសូមបងប្អូនខ្មែរទាំងអស់គ្នាកុំជឿអាពូក្បាលតាពេកនឹងឲ្យសោះបើបងប្អូនខ្មែរបានឃើញវីដេអូឃ្លីបនេះហើយសូមបងប្អូនខ្មែរជួយ like and share ឲ្យទៅដល់អាពូក្បាលតងោហ្នឹងអាពូដើរញុះញល់គេអាពូដែលក្បត់ជាតិណាបងប្អូនបើខ្ញុំនិយាយនេះខុសកូនកន្លែងណាសូមបងប្អូនមេត្តាអភ័យទោសដល់ខ្ញុំផងខ្ញុំសូមជម្រាបលាសូមអរគុណ